នេះលោកគ្រូមានព្រះខ្វាមដែលសាងអំពីស្លែងគ្រប់បែបឃ្លាតគ្រប់ប្រការខាងការពារនៅអំពើឧបទ្រពចង្រៃទាំងឡាយទាំងពួងណាកាលណាបើយើងមានព្រះខ្វាមយើងអាចពាក់យកទៅតាមខ្លួនក៏បានយើងទុកនៅកន្លែងក៏បានជាពិសេសគឺសម្រាប់អ្នកដែលធ្វើដំណើរតាមដងផ្លូវណាតាមដងផ្លូវនឹងហើយដើម្បីឲ្យជៀសនៅគ្រោះថ្នាក់ឧបសគ្គទាំងឡាយទាំងពួងដែលយើងមិនអាចមើលឃើញឬក៏ប៉ះពីនៅកន្លែងគេកន្លែងឯងចឹងហ្នឹងហើយមិនមែនថាយើងមានព្រះអង្គមានព្រះហ្នឹងយើងបើកប៉ាត់ណាប៉ាត់ណីទេហ្នឹងហើយសំខាន់គឺការគោរពច្បាប់ចរាចរណ៍សំខាន់កុំឲ្យមានគ្រឿងស្រវឹងហ្នឹងហើយបើកត្រូវការយកជុលគ្នាទៅវិញទៅមកហ្នឹងប៉ុន្តែវត្ថុស័ក្តិសិទ្ធិដែលយើងស្រឡាញ់ហ្នឹងយើងការពារមួយផ្នែកផ្សេងទៀតហ្នឹងហើយការពារផ្នែកផ្សេងទៀតដែលយើងមិនអាចមើលឃើញមិនអាចដឹងហ្នឹងនឹងឧបសគ្គគ្រោះថ្នាក់ផ្សេងនៅតាមដងផ្លូវឬក៏ការពារនៅអំពើអំព័ន្ធខ្មោចព្រាយបិសាចអីជាដើមអញ្ចឹងណាហ្នឹងហើយពីព្រះខ្វាមនេះគឺមានអត្ថប្រយោជន៍ច្រើនយ៉ាងណាសម្រាប់យើងយកទៅគោរពបូជាហ្នឹងហើយដើម្បីឲ្យមានឫទ្ធិមានអំណាចអញ្ចឹងលោកគ្រូមានព្រះខ្វាមដែលលោកគ្រូបានផុសនេះបើកូនចៅត្រូវការអាចតាក់ទងលោកគ្រូបាន